បាទសម្រាប់រូបភាពនេះគឺស្ថិតនៅភូមិព្រៃស្រឡៅឃុំត្រពាំងសំឡស្រុកបន្ទាយមាសខេត្តកំពតហើយខ្ទមដ៏កំសត់នេះគឺជាជំរករបស់ជនពិការម្នាក់ដែលមានឈ្មោះជាត្រេអាយុ36ឆ្នាំសពថ្ងៃរស់នៅជាមួយប្រពន្ធនិងកូនស្រី2នាក់កុមារីទាំង2នាក់នេះមានដៃពិការទាំងសងខាងគឺកាត់ទៅរកឪពុករបស់នាងទាំងស្រុងតែម្ដងតាមកិច្ចសម្ភាសន៍របស់ក្រុមការងារយើងខ្ញុំបានឲ្យដឹងថាឪពុករបស់នាងនិងម្ដាយបានទៅរកត្រីនិងស៊ីឈ្នួលស្ទូងស្រូវឲ្យគេអស់ទៅហើយកុមារីបងមានឈ្មោះស្រីពេជ្រអាយុ9ឆ្នាំឯប្អូនឈ្មោះស្រីអ៊ួយអាយុ6ឆ្នាំបងឯងខ្ញុំជីវកម្មជីវភាពបងឯងមានរត់ថៃបាទជួខ្សែធ្វើខ្សែធ្វើអីនេះអញធ្វើខ្សែធ្វើអីបានហើយហើយនេះចូលថាបាយស្ទងត្រូវបានស្ទងស្រូវនឹងបានស្រូវកន្លះដីតែ9ម៉ែត្រទេស្ទងបានមកផ្លូន2ដងហើយយើងស្ទងយើងប្រើដៃយើងប្រើអត់ទេប្រើប៉ុនឲ្យស្ទងខ្ញុំដាក់រៀងដាក់ប៉ុននេះកាប់កោះអីចឹងណាយើងជួរោះអីឲ្យប៉ុនធ្វើចឹងយើងអត់មានជួយើងអត់មានស្ទងកាយទេស្ទងអត់កើតជើងឯងស្ទងអត់កើតទេជើងស្ទងកើតក៏បញ្យូពិបាកពីគ្នាបាទចុះដល់ពេលចាប់ត្រីយើងចាប់មិនទេចាប់ត្រីចាប់ជើងបាទការទៀតនេះការងាប់ហើយខូចអត់បានធ្វើថ្ងៃមានអារម្មណ៍ពិបាកក្នុងការប្រកបការងារដែរពិបាកមិនធ្វើម៉េចបើចឹងហើយទ្រាំពិបាកសិនបើយើងមិនពិបាកអត់មានអីហូបមិនប្រឹងការងារពិបាកអីហូបព្រោះមិនត្រឹមក្រតល់ពេកទៅហើយកូនគាត់តែប្រកេប្រកាយហ្នឹងមានអីមានមុខរបរមានដើមណាធំនំដូចគេជួញប្រែចាប្អូនប្រុសបានបន្តថាសប្តាហ៍នេះដោយប្អូនបានសម្ដីបន្តិចដូច្នេះគេក៏ជួលឲ្យប្អូនដើរប្រមូលមនុស្សមកស្ទូងឬដកក្នុងមួយថ្ងៃគេឲ្យប្រាក់3000រៀលហើយក្នុងការធ្វើដំណើរទៅប្រាប់មនុស្សនៅឆ្ងាយគឺប្អូនត្រូវជិះកង់បាទសូមអនុញ្ញាតជួបនឹងវិធីជិះកង់របស់ប្អូនពិការដៃនេះមួយផ្លែសិនបាទយើងសង្កេតឃើញថាការជិះកង់របស់ប្អូនគឺត្រូវយកត្របាចេកមកចងដៃកង់ដើម្បីតដៃរបស់ប្អូនឲ្យងាយស្រួលក្នុងការចាប់ទាញចង្កូតកង់សម្រាប់បត់ឆ្វេងឬស្ដាំហើយការជិះកង់នេះគឺប្អូនអាចដឹកសម្ភារៈឬឌុបមនុស្សបានប្រហាក់ប្រហែលនឹងមនុស្សដែលមានដៃធម្មតាដែរប៉ុន្តែមានការលំបាកទប់កង់បន្តិចនៅពេលមុននឹងចេញដំណើរពុកម៉ែបងប្អូនជាទីគោរពពាក្យចាស់បុរាណបានពោលថាចេះមកពីរៀនមានមកពីរោគបាទជនពិការអ្វីត្បិតតែលំបាកក្នុងការប្រើប្រាស់អវយវៈរបស់ខ្លួនដែលពិការពិតមែនប៉ុន្តែការព្យាយាមហាត់រៀនធ្វើឲ្យគេអាចប្រើប្រាស់ដៃពិការរបស់គេបានដោយប្រើជើងផ្សំមាត់ផ្សំផងនោះគឺអាចធ្វើបាននៅការងារមួយចំនួនផងដែរបាទដូចជាប្អូនត្រេះនេះដៃពិការរបស់ប្អូន
អាចបាញ់ជំរាបបានត្រង់ទៀតផងដោយរួមផ្សំនឹងជើងរបស់ប្អូន នេះបាយអត់ក៏ប្រសាដាក់មកចេះបានជាប់ចេញទៅអត់ចេញសោះថ្ងៃខ្ញុំវិការងារលំបាកវិធានជីវភាពខ្ញុំហ្មងថ្ងៃជីវិតខ្ញុំហ្មងថ្ងៃវិធានណាបងអើយទៅរស់ស៊ីតាំងពីតូចណាម៉ែឪឪពុកស្លាប់តាំងពីខ្ញុំនៅតូចដល់រស់ស៊ីសាក់តាផ្សែងត្រែងតោលីអុកលីឈើស៊ីឈ្នួលលីឈើគេនៅទឹកឈូនោះបាន3 4 5ឆ្នាំអញ្ចឹងទៅដល់ពេលមានម្ដាយឈឺប្អូនឈឺអញ្ចឹងរត់ទៅរកស៊ីឈ្នួលគេលីអុកជូងនៅដុំរិញដុំព្រៃនុកម្ដុំណាកាឋានដងព្រៃខ្ញុំដុំតនីដុំឆាយទៅស៊ីឈ្នួលគេនឹងបាន2ឆ្នាំបានកាន់មកគាត់គង់ក្រុមគ្រួសារដល់ខ្ញុំចាក់ដើមមានប្រពន្ធហ្នឹងក៏កូនគេអ្នកមានដែរតែគេមិនចង់ឲ្យខ្ញុំអ្នកគេការអ្នកក្រណាគេកាត់កាលចោលខ្ញុំក៏តស៊ូមួយប្រពន្ធកូនរស់ស៊ីរងឯងដើរធ្វើខ្ញុំគេបន្តិចបន្តួចដើម្បីគាត់កូនចាំថ្ងៃប្រពន្ធស្ទូងដកគេចឹងទៅខ្ញុំដើរហៅភ្ញៀវគេឲ្យពី2000មកគុំនេះរួចបាយក៏ប្រងាកហ្នឹងដែរតែអញ្ចឹងខ្ញុំសុំពៀវនេះដល់បងប្អូនដែលនៅសហរដ្ឋអាមេរិកលោកណែលមានធัวសប្បុរសនៅដល់រូបខ្ញុំសូមឲ្យបងប្អូននឹងជួយដោះស្រាយជីវិតខ្ញុំផងជួយផ្ដល់ជាទឹកប្រាក់ហ្នឹងឲ្យដើម្បីឲ្យខ្ញុំហ្នឹងរួចផុតពីវិធានាផងព្រោះសប្តាហ៍ថ្ងៃខ្ញុំវិធានាណាកំសត់ណាមិនត្រឹមតែក្រខ្ញុំតល់ថែមទៅទៀតសូមបងប្អូនមេត្តាជួយច្រោះច្រងជីវិតខ្ញុំកំពុងតែលងទឹកនេះផងបាទគ្មានអ្វីនឹងតបស្នងបងប្អូនទេមានតែពាក្យសម្ដីទៅប៉ុណ្ណឹងទេបាទគួរសូមខន្តីចា៎បាទក្នុងខណៈនេះដែរខ្ញុំបាទសូមសម្ដែងនៅសេចក្តីអាណិតអាសូរដល់ប្អូនយ៉ាងខ្លាំងដែលខំតស៊ូដើម្បីឆាកជីវិតជាពិសេសអាសូរដល់កុមារីទាំងពីរនាក់នេះដែលកើតមកអភ័ព្វមានដៃពិការទាំងសងខាងបាទក៏សូមអនុញ្ញាតជម្រាបជូនដល់សប្បុរសជនទាំងអស់ប្រសិនបើចង់ធ្វើអំណោយដល់ប្អូនពិការនេះសូមទំនាក់ទំនងតាមលេខទូរស័ព្ទដែលមាននៅលើគម្រប DVD នេះឬទំនាក់ទំនងមកក្រុមការងាររបស់យើងខ្ញុំតាមទូរស័ព្ទលេខ012 865 571ក៏បានដែរបាទយើងខ្ញុំនឹងបម្រើតាមតម្រូវការរបស់សប្បុរសជនមិនឲ្យខុសបំណងឡើយដោយពេលវេលាមានកំណត់ខារ៉ាអូខេទេសភាពអមដោយអត្ថាធិប្បាយនៅពេលនេះសូមលំអរកាយគ្រប់លាពីសំណាក់លោកស្រីប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់តែត្រឹមប៉ុណ្ណេះសិនសូមរងចាំទស្សនានៅវគ្គបន្ទាប់ទៀតយើងខ្ញុំសូមជូនពរដល់លោកស្រីប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់ឲ្យជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនភោគទ្រព្យរិទ្ធតែកើនចម្រើនអាយុយឺនយូរដើម្បីជួយដល់ជនក្រីក្រនិងជួយគាំទ្រដល់ផលិតកម្ម KSP របស់យើងខ្ញុំជាបន្តទៀតខ្ញុំបាទសាយសាអែមអ្នកធ្វើអត្ថាធិប្បាយសូមគោរពលាសូមអរគុណ